ជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទវីដេអូនេះផងដែរខ្ញុំមកធ្វើការ reaction ទៅលើបទចម្រៀងថ្មីមួយរបស់ក្រុមក្មេងខ្មែរបាទឥឡូវនេះមុនចូលឆ្នាំបាទក្រុមក្មេងខ្មែរក៏បានចេញមកបទទៀតហើយបាទហើយយើងចង់ដឹងថាតើបទចម្រៀងថ្មីរបស់គាត់បាទមានរសជាតិបែបណាដែរតាកុំឲ្យខាត់ពេលយូរ Let's go បាទជា official បាទ music video នេះកាត់សក់យ៉ាបាទនេះបាទដូចជាថេណាបែបបាទមុខនេះមិនមែនថេណាទេបងប្អូនបាទជួយប្រាប់ផងមើលអូកាត់សក់ពេញចិត្តអូយបាទក៏ស្ដាប់ដំបូងមកព្រឺក្បាលបងប្អូនបាទអត់ទាន់ដឹងថាទៅមុខរសជាតិយ៉ាងម៉េចទេក៏ប៉ុន្តែខ្ញុំស្រឡាញ់ពួកគាត់មែនទែនដោយសារព្យាយាមបញ្ចូលនៅឧបករណ៍ភ្លេងបុរាណខ្មែររបស់យើងណាបងប្អូនបាទមិញបាទឥឡូវយើងស្ដាប់សារថ្មីដូចជាមានត្រមានស្គររនាតអីហ្នឹងបាទក្មេងខ្មែរបាទនេះស្គរឆឹងនេះរនាតទេអូបាន3ឧបករណ៍ឲ្យខ្ញុំស្ដាប់បានអីណែក្រមុំសក់ត្រង់មើលរៀងឡើងកំ plong ណាតម្រង់ទៅណាអូបាទភ្លេចប្រាប់ចំណងជើងបងប្អូនបាទចំណងជើងបទចម្រៀងនេះគឺក្រមុំសក់ត្រង់អូខេឃើញសក់ឡើងត្រង់ស្រង់ក្លិនត្រអូបអូនប្រើវ័យជីវ៉ាអូអីណែក្រមុំសក់ត្រង់អូឈើមើលបាទអូអេមែនអូ my god ខ្លុយមានពីរទម្រង់បងប្អូនបាទមាញ់បែបសម័យបច្ចុប្បន្នអានេះបែបបុរាណកាលកាលសតវត្សទីបាទសតវត្សទីម៉ានបាទភ្លេចបាត់ហើយបាទចំនួនចាស់បាទដូចជាខ្ទង់ឆ្នាំ90អីហ្នឹងបងប្អូនអរគ្នាបាទកំឡោះឲ្យនឹងត្រមុំមកនោះពេញជីវិតយើងសុខសាន្តជីវិតយើងសុខសាន្តថាមិនឲ្យអូនភ័យខំរឹកនៅពេលដែលអូនបានមកធ្វើប្តីកំឡោះថ្ងៃកាលតាំងអាយុខ្ទង់20តាមសម្លឹងតាំងពីដំបូងពិតជាមិនខំបងប្អូនបាទខ្ញុំស្រឡាញ់ក្រុមពួកគាត់បាទតែងតែបញ្ចូលនៅនេះឧបករណ៍ភ្លេងខ្មែរបុរាណរបស់យើងបាទមានត្រសោបាទមានស្គរតូចបាទមានខ្លុយឯនេះមានអីគេរនាតអូរនាតបាទ4ឧបករណ៍ហើយប្រហែលជាឧបករណ៍ភ្លេងខ្មែរមានតែ4នឹងឯងបងប្អូនដែលគាត់បញ្ចូលបាទទៅបានជាពួកគាត់បាទបង្ហាញវត្តមាន4បាទអូនខ្មែរបងក៏ខ្មែរអូនឆ្លាតបងពូកែបណ្ដាក់ទុំនឹងបងទេចាំបងខែនួនល្អបើសិនជាអូននឹងបានបងមិនអាចការចែកថ្នាក់ធ្នមបីបងច្របាច់ស្មាតែដាំស្របជួរខ្សែចំការចែកក្រុមក្បាច់បំបាច់ឲ្យនាងទៅរកផ្សារមុំសក់ត្រង់មើលរៀងឡើងកំ plong ណាតម្រង់ទៅណាកំមុំសក់ត្រង់យ៉ាបាទ sponsor ឲ្យរដ្ឋផលនេះមែនបងប្អូនបាទបននេះតាមគិតមើលទៅដូចជាលក្ខណៈតឡុងមិនដឹងទេបងប្អូនបាទមុំសក់ត្រង់អូនខែឡើងរលោងលើស្មាឈើអូជើងឡើងស្រលូនអូនជាកូនអ្នកណា បាទ
សូមសរសើរ MV នេះគាត់រើសតួបានច្រើនមែនតើបាទអ្នកសម្ដែងនៅក្នុង MV បទចម្រៀងនេះណាតួអង្គខុនរីបាទតួពិសេសបាទអូណែអូបាទបងប្អូនបាទលុយមែនតើបាទទូចំនួនពីមុនណាបងប្អូនបាទមញ៉េនេះក៏មញ៉េចំនួនមុនដែរបាទឥឡូវកម្រឃើញណាបាទឧបករណ៍នេះចំអូចប់អូខេបាទកន្លែងនេះកន្លែងការរៀបចំថតទេបងប្អូនអរគ្នាអូខេបងប្អូនអរគ្នាបាទបទនេះខ្ញុំគិតថាវារៀងអែមដែរបាទយកទៅរួមចូលឆ្នាំលក្ខណៈចង្វាក់បែបថ្មីអញ្ចឹងណាបាទរៀងឈើតដែរណាបងប្អូនទាំងអស់គ្នាបាទអូខេអរគុណណាស់បងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមគោរពជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែនឹងសេចក្តីសុខកាយសប្បាយចិត្តបាទតាណាមណាប្រកបដោយសុវត្ថិភាពបាទទាំងអស់គ្នាជូនពររកទុតិទានមានបានបាទជូនពរបាទដែលលេងសប្បាយទាំងអស់គ្នានៅក្នុងឱកាសសង្ក្រាន្តនៅពេលខាងមុខនេះបាទអូខេជួបគ្នានៅវីដេអូក្រោយបាទជម្រាបលាបាយបាយ